ម្នាក់ចៃដន្យឲ្យដឹងថាពស់ដែលនាងចិញ្ចឹមរយប់វាតែងតែឡើងមកលើក្រែដេកផ្អឹបនឹងខ្លួននាងជានិច្ចដំបូងនាងគិតថាវាគ្រាន់តែប្រឡាញ់លេងសោះតែពេលនាងថតរូបបង្ហោះ Facebook ភ្លាមមិត្តភក្តិជាពេទ្យសត្វក៏ទេមកប្រាប់ភ្លាមគេប្រាប់ទាំងស្លន់ស្លោឲ្យនាងប្រញាប់យកពស់នោះចេញវាមិនស៊ីអីគឺដើម្បីពស់ឲ្យទេវាដេកផ្អឹបនឹងឯងរាល់ថ្ងៃគឺកំពុងវាស់ទំហំឯងទេវាចង់ដឹងថាតើវាអាចលេបឯងចូលទាំងមូលបានឬអត់ពេលនោះទើបនាងដឹងខ្លួនថាពស់មួយនេះចាត់ទុកនាងត្រឹមជាចំណីប៉ុណ្ណោះនាងនឹងប្តីបានចិញ្ចឹមពស់នេះ5ឆ្នាំមកហើយតាំងពីវាតូចប៉ុនចង្កេះរហូតដល់ធំប៉ុនផ្លូវមនុស្សថែមទាំងដាក់ឈ្មោះឲ្យវាថាអាជីនទៀតផងនាងតែងតែគិតថាអាជីនជាសត្វចិញ្ចឹមដែលស្លូតបំផុតក្នុងលោកស្លូតជាងសត្វឆ្កែទៅទៀតតែថ្ងៃនេះអាជីនបែរជាលែងចង់ស៊ីចំណីបញ្ចុកអីក៏វាងាកក្បាលចេញរហូតប្តីប្រពន្ធទាំងពីរមិនយល់សោះថាវាកើតអីរហូតដល់ពេទ្យសត្វទេមកប្រាប់ទើបនាងដឹងថាអាជីនចង់ស៊ីនាងហើយតែប្តីនាងបែរជាគិតថាពេទ្យគ្រាន់តែនិយាយបន្លាចលេងប៉ុណ្ណោះចិញ្ចឹមវា5ឆ្នាំទៅហើយមិនក៏មិនដឹងពីចរិតរបស់វាទៅតែប្រតិកម្មរបស់ប្តីធ្វើឲ្យនាងសង្ស័យភ្លាមថាប្តីនេះប្រហែលជាអ្នកនៅពីក្រោយហើយដូច្នេះកណ្ដាលយប់ដើម្បីរកការពិតនាងលួចចូលទៅក្នុងបន្ទប់ធ្វើការរកឯកសារការពីកន្លះខែមុនតែប្តីនាងឲ្យស៊ីញេវិនិយោគប្រាក់កាលនោះនាងមិនបានអានក៏ស៊ីញេយកពេលនេះទើបដឹងថាវាមិនមែនជាឯកសារវិនិយោគទេតែវាជាការធានារ៉ាប់រងគ្រោះចំណែកឯអ្នកទទួលផលតែជាសរសេរឈ្មោះប្តីទៅវិញក្រៅពីនេះនាងថែមទាំងឃើញវាគេបាត់ទិញទូទឹកកកធំមួយទៀតមើលទៅប្តីនាងបានរៀបចំទុកជាមុនអស់ហើយដើម្បីធានាថាពេលអាជីនលេបខ្ញុំចូលពោះហើយវាមានកន្លែងរំលាយអាហារដ៏ល្អឥតខ្ចោះនាងខំទប់អារម្មណ៍ថតរូបកុងត្រានឹងវាគេបាត់ទូទឹកកកនោះទុករួចក៏ទុកវានៅក្នុងទូដែកដូចដើមវិញបន្ទាប់មកនាងទាញសាឡានរត់ចេញពីផ្ទះនរកនេះភ្លាមបន្ទាប់មកនាងក៏យករឿងរ៉ាវទាំងអស់ទៅប្រាប់មិត្តភក្តិនាងឲ្យដឹងដំបូងនាងក៏ចង់ប្តឹងប៉ូលីសដែរតែបើប្រាប់ប៉ូលីសថាប្តីខ្លួនឯងចង់ឲ្យពស់លេបខ្លួនឯងនោះគេច្បាស់ជាគិតថានាងជាមនុស្សឈួតហើយបញ្ជូននាងទៅពេទ្យឈួតមិនខានតែពេលនោះឯងមិត្តភក្តិក៏ប្រាប់នាងពីរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតគេប្រាប់ថាបើពឹងតែលើអាប្រុសព្រាននេះម្នាក់ឯងគឺមិនអាចធ្វើរឿងទាំងនេះបានទេព្រោះទង្វើរបស់អាជីននេះវាមិនមែនជាសភាពគិតសត្វធម្មតាទេតែវាត្រូវបានគេបង្ហាត់អស់រយៈពេលយ៉ាងយូរគោលបំណងគឺបញ្ចេញចំណងនៃការសម្លាប់របស់វាថែមទាំងតម្រង់គោលដៅមកលើតែនាងម្នាក់ប៉ុណ្ណោះនាងទើបតែដឹងខ្លួនថាវាមិនមែនជារឿងដែលប្តីនាងទើបតែនឹកឃើញនោះទេតែវាជាការរៀបចំផែនការសម្លាប់តាំងពីយូរមកហើយមិនយូរប៉ុន្មាននាងក៏តាំងស្មារតីវិញហើយឲ្យមិត្តភក្តិជួយនាងដើម្បីសងសឹកអាប្រុសព្រាននោះនិយាយមិនទាន់ផុតផងប្តីនាងក៏ទេមកល្មមមើលទៅគេច្បាស់ជាដឹងថានាងមិននៅផ្ទះហើយនាងសម្រេចចិត្តប្រើល្បិចបោកវិញដោយបន្លំតាក់ទាញគេនាងក៏ហៅប្តីថាក្រុមហ៊ុនមានការបន្ទាន់ទើបនាងប្រញាប់មករៀបចំរួចក៏ប្រើល្បិចញ៉ាំញ៉ងឲ្យប្តីទិញអីយកមកឲ្យនាងដោយនាងចង់ញ៉ាំបបពងទីចំណាសាច់ជ្រូកដែលគេធ្វើរួចក៏ឲ្យប្តីយកខ្សែពេជ្របេះដូងសមុទ្រនៅក្នុងទូដែកយកមកឲ្យនាងផងដែរព្រោះនាងដឹងច្បាស់ថាឲ្យតែប្តីនាងបើកទូដែកច្បាស់ជាដឹងថាមានគេកូរកាយទូដែកនោះមិនខានតាមចរិតពូកែសង្ស័យរបស់គេច្បាស់ជាយកពស់មកសម្លាប់នាងមុនការកំណត់មិនខានថែមទាំងតាមទម្លាប់របស់ប្តីច្បាស់ជាលួចដាក់ថ្នាំក្នុងបជាមុនសិនទើបឲ្យពស់លេបនាងតាមក្រោយចំណែកឯកន្លែងធ្វើការរបស់នាងគឺស្ថិតនៅជាន់ខាងលើនៃអគារចាស់មួយរឹតតែងាយស្រួលឲ្យអាប្រុសព្រាននោះរ៉ាដេបន្ទាប់មកអ្នកទាំងពីរក៏ឆ្ពោះទៅកន្លែងធ្វើការនោះដើម្បីត្រៀមទប់ទល់ជាមួយអាប្រុសព្រាននិងអាជីនគ្រូពេទ្យដែលជាមិត្តបានត្រៀមថ្នាំសណ្ដំកម្រិតធំទុកជាមុនប៉ុន្តែសម្រាប់សត្វឈាមត្រជាក់ដូចអាជីនប្រសិទ្ធភាពថ្នាំអាចនឹងថយចុះដោយហេតុនេះនាងក៏បានត្រៀមផែនការបន្ទប់ជាមុនមិត្តនាងក៏លាក់ខ្លួនក្នុងទូដែកពេលនេះគ្រប់យ៉ាងរៀបចំរួចរាល់ចាំតែប្តីនាងមកដល់ប៉ុណ្ណោះអូនសម្លាញ់បងមកដល់ហើយមើលចុះនឿយហត់ដល់ថ្នាក់ភ្នែកស្ងួតអស់ហើយកុំតន់ញញ៉ៃអូនទើបតែនឹកឃើញគំនិតថ្មីមួយកុំតន់រំខានអូខេអញ្ចឹងអូនធ្វើការសិនទៅបងឌូបបឲ្យអូនសិនអូមែនហើយអូនសម្លាញ់ទូដែករបស់បងមិនហ្នឹងអត់មានអីទេសោទូដែកដូចជាឡើងច្រេះបន្តិចហើយពេលយកខ្សែបេះដូងសមុទ្ររៀងពិបាកបើកបន្តិចអូនសម្លាញ់ញ៉ាំបបបន្តិចកម្ដៅក្រពះសិនទៅបងខំរំងាស់តាំងពីព្រលឹមម្លេះណាចុះនោះជាស្អីគេអូមួយនេះយប់មិញអាជីនដូចជានៅឈឺពោះបងក៏ឆ្លៀតយកវាទៅពេទ្យតាមផ្លូវតែម្ដងទៅគេនិយាយកុហកសំបីតែភ្នែកក៏មិនព្រិចផងចឹងហ៎អញ្ចឹងលេងវាចេញមកកន្លែងនេះធំទូលាយឲ្យវាចេញមកស្រុកខ្យល់អាកាសខ្លះមកអូខេបើអូននឹកវាហើយលេងវាចេញមកក៏បានដែរវាត្រៀមខ្លួនស៊ីចំណីហើយចៅយានកុងត្រាធានារ៉ាប់រងដែលបងទិញនោះអ្នកទទួលផលគឺជាបងមែនទេឯងនិយាយពីអីហ្នឹងត្រូវពោះលេបត្របាក់វាជាមធ្យោបាយដ៏ល្អមួយធ្វើបែបនេះបងអាចបើកលុយធានារ៉ាប់រងបាន10លានឯងដឹងអស់ហើយមែនទេមើលទៅអ្នកដែលរើទូដែកគឺពិតជាឯងមែនបើឯងដឹងអស់ទៅហើយអញ្ចឹងវារឹតតែមានន័យហើយអូខេកុំកំរើកឡើយឈិនឯងឈួតទេអីអាចចង្រៃចូលចិត្តជោគជ័យមែនមិនទាន់ពេលទៅដណ្ដើមកាំភ្លើងទេទោះបីដណ្ដើមបានក៏ខ្ញុំមិនប្រកាសថាឈ្នះគេដែរខ្ញុំត្រូវការភាពក្លាហានជាងនេះទៅទៀតហាស៊ឺយានចប់ហើយនាងចង់ធ្វើអីចៅយានឯងដឹងទេថានេះមានសីតុណ្ហភាពប៉ុន្មាន2000អង្សាសេគ្រប់គ្រាន់នឹងរំលាយដែកឲ្យคล้ายជាទឹកក្នុងពេលប៉ុន្មានវិនាទីស៊ឺយានមីឈួននេះទៅស្លាប់ទៅកុំកំរើកពួកឯងគិតថាធ្វើបែបនេះអាចឈ្នះឯងមែនទេប្រាប់ឲ្យដឹងចុះយប់នេះពួកឯងគ្មានអ្នកណាអាចចេញពីទីនេះបានទេអញ្ចឹងក៏សាកមើលទៅកុំកំរើកអំបញ្ញមិញប្រថុយពេកហើយខ្ញុំគ្មានផ្លូវថយក្រោយទេខ្ញុំត្រូវតែធ្វើបែបនេះឆ្លៀតពេលមេឃមិនទាន់ភ្លឺយើងត្រូវប្រញាប់រៀបចំឲ្យស្អាតបន្តិច
នេះហើយជាតម្លៃដែលឯងចង់សម្រាប់ខ្ញុំដើម្បីសុវត្ថិភាពឲ្យវាដេកយូរបន្តិចទៅចុះអាជីនគិតយ៉ាងម៉េចទៅជាតិថ្នាំគុណនឹង2វាយ៉ាងហោចក៏ដេកជាង10ម៉ោងទៀតដែរតែយើងត្រូវប្រញាប់យកវាចេញពីទីនេះឲ្យលឿនទីនេះមិនអាចនៅយូរបានទេទៅណាទៅខ្ញុំមានឃ្លាំងបោះបង់ចោលមួយនៅជីក្រុងពីមុនប្រើសម្រាប់សង្គ្រោះសត្វអនាថាលាក់កំបាំងល្អណាស់ហើយមានទ្រង់ទៀតទឹកភ្លើងមានគ្រប់គ្រាន់អញ្ចឹងទៅកន្លែងនោះទៅឡាវឈិនលោកគិតថាអ្នកនៅពីក្រោយចៅយានជានរណាទៅខ្ញុំបានឆែកមើលស្លាកស្នាមបង្ហាត់របស់អាជីនហើយនោះដាច់ខាតមិនមែនមនុស្សធម្មតាអាចធ្វើបានទេដូច្នេះអ្នកនៅពីក្រោយបង្ហាត់វាមិនធម្មតាឡើយតាមពិតទៅប្តីខ្ញុំបែរជាសហការជាមួយមិត្តសម្លាញ់របស់ខ្ញុំដើម្បីសម្លាប់ខ្ញុំសោះមិនហ្នឹងអ្នកនៅពីក្រោយចៅយានគឺលីនស្វ័យនាងជានរណាទៅជាមិត្តសម្លាញ់របស់ខ្ញុំតែខ្ញុំសង្ស័យត្រង់ថាលីនស្វ័យសំបីតែថ្នាំទម្លាក់សាច់ឆ្មាខ្លួនឯងក៏មិនដឹងច្បាស់ផងមិននឹងអាចចេះបង្ហាត់ពស់បានទៅប៉ុន្តែលីនស្វ័យម្នាក់នេះច្បាស់ជាមានពាក់ព័ន្ធក្នុងរឿងនេះហើយនៅពីក្រោយពួកគេច្បាស់ជាមានបាក់ពូផ្សេងទៀតខ្ញុំដូចជាមិនមានអារម្មណ៍ថាឈឺសោះអាម៉ូនអាដ្រេណាឡៃនមិនទាន់ថយចុះទេដឹងលោកដឹងទេត្រឹមប៉ុន្មានម៉ោងមុននេះខ្ញុំនៅអង្គុយក្នុងបន្ទប់ធ្វើការនោះគិតថាធ្វើយ៉ាងម៉េចដើម្បីរចនាខ្សែបេះដូងសមុទ្រឲ្យរួចរាល់នោះគឺជាស្នាដៃដែលខ្ញុំពេញចិត្តបំផុតពេលនេះបន្ទប់ធ្វើការនោះខូចខាតអស់ហើយអាជីនក៏ចប់ហើយចៅយានក៏ខូចអនាគតខ្ញុំក៏ចប់ដូចគ្នានាងមិនទាន់ចប់ទេនាងរស់រានមានជីវិតហើយនេះគឺជាជ័យជំនះដ៏ធំបំផុតហើយឡាវឈិនលោកនិយាយត្រូវខ្ញុំនៅរស់ទេតើបើខ្ញុំនៅរស់ខ្ញុំត្រូវតែស៊ើបគ្រប់រឿងទាំងអស់ឲ្យច្បាស់សឺយានលោកមិនបាច់ខាត់ខ្ញុំទេតាំងពីពេលដែលខ្ញុំឃើញកុងត្រាធីនីរ៉ាប់រងមកខ្ញុំមិនអាចអង្គុយចាំស្លាប់បានទេមិនអាចនៅស្ងៀមបានឡើយគឺពួកគេអ្នករ៉ាយេមកលើខ្ញុំមុនពួកគេអ្នកបង្ខំខ្ញុំឲ្យខ្លាចជាបែបនេះរឿងចាត់ការរួចរាល់ហើយឬនៅទូទឹកក៏បញ្ជូនទៅដល់ឃ្លាំងដែលឯងប្រាប់ហើយចាំទុកត្រូវសម្អាតឲ្យស្អាតបន្តិចសាកសពរបស់ស្ត្រីម្នាក់នោះរួមទាំងសត្វពស់នោះត្រូវចាត់ការចោលទាំងអស់ម៉ួយរបស់ខ្ញុំមិនចង់បន្សល់ទុកដានអ្វីឡើយបើមិនអញ្ចឹងទេឯងក៏ដឹងស្រាប់ហើយវាទៅជាយ៉ាងណាចៅយានឯងកំពុងស្ដាប់មែនទេសំឡេងនេះមិនមែនជាលីនស្វ័យទេតាមការស្មានមែនក្រៅពីលីនស្វ័យនៅពីក្រោយចៅយាននៅមានមនុស្សផ្សេងទៀតគឺជាឃាតករអាជីពពិតប្រាកដម្នាក់នាងគិតថាម៉ួយដែលអ្នកបោះសម្អាតនិយាយនោះជានរណាទៅគឺលីនស្វ័យនាងមានការសង្ស័យធំបំផុតពិតមែនហើយបើមើលទៅគួរតែលីនស្វ័យជួអ្នកបោះសម្អាតនោះមកហើយបានវិធីបង្ហាត់អាជីនមករួចក៏សហការជាមួយចៅយានរៀបចំផែនការសម្រាប់ខ្ញុំនាងគិតថាអ្នកបោះសម្អាតនោះអាចជានរណាទៅចាំគេដឹងខ្លួនមកនឹងដឹងហើយពេលណាទៅគេអាចដឹងខ្លួនជាតិថ្នាំមិនសូវខ្លាំងប៉ុន្មានទេកន្លះម៉ោងទៀតគួរតែអាចដឹងខ្លួនហើយពេលគេដឹងខ្លួនខ្ញុំនឹងសួរឲ្យច្បាស់ថាលីនស្វ័យរកអ្នកបោះសម្អាតនោះឃើញដោយរបៀបណាគេដឹងខ្លួនហើយពួកឯងចង់ធ្វើអីខ្ញុំសួរឯងអ្នកបោះសម្អាតជានរណាហើយលីនស្វ័យតាក់ទងជាមួយគេដោយរបៀបណាអ្នកបោះសម្អាតស្អីគេខ្ញុំមិនដឹងថាឯងកំពុងនិយាយពីអីទេគេមិនដឹងពីអ្នកបោះសម្អាតទេឬមួយក៏លីនស្វ័យមិនបានប្រាប់រឿងរ៉ាវទាំងអស់ដល់គេលីនស្វ័យគ្រាន់តែប្រាប់ខ្ញុំថានាងបានរកមនុស្សម្នាក់នៅក្រៅប្រទេសមនុស្សម្នាក់នោះនឹងជួយដោះស្រាយបញ្ហាទាំងអស់ឲ្យពួកយើងខ្ញុំមិនដឹងថាមនុស្សនោះជាអ្នកបោះសម្អាតដែលឯងនិយាយនោះឬអត់ខ្ញុំមិនដែលជួបគេសោះឡើយមិនដែលជួបចុះរឿងអាជីននោះវិញអ្នកណាជាអ្នកបង្រៀនឯងឲ្យបង្ហាត់អាជីនឡាវឈិនបានប្រាប់ហើយថាបច្ចេកទេសបង្ហាត់សត្វបែបនោះមិនមែនមនុស្សធម្មតាអាចធ្វើបានទេឯងត្រូវតែមានចំណេះដឹងច្បាស់លាស់នឹងការហ្វឹកហាត់ជាយូរមកហើយឯងដែលជាមនុស្សអត់ការងារធ្វើនៅផ្ទះទំនេរនោះដាច់ខាតមិនអាចចេះធ្វើទេឆាប់ប្រាប់មកអ្នកណាជាអ្នកបង្រៀនឯងគឺលីនស្វ័យមិនដឹងពីរឿងអស់ទាំងនេះទេនិយាយការពិតមកគឺលីនស្វ័យបានឯកសារមួយមកខ្ញុំធ្វើតាមនឹងគឺប្រកាសជាជោគជ័យមិនខានខ្ញុំមិនដឹងថាឯកសារនោះអ្នកណាជាអ្នកសរសេរទេខ្ញុំពិតជាមិនដឹងមែនអូនសម្លាញ់បងខុសហើយគឺលីនស្វ័យជាអ្នកបង្ខំបងទេនាងប្រាប់ថាបើបងមិនធ្វើតាមទេនាងនឹងធ្វើឲ្យបងរកការងារមិនបានមួយជីវិតនាងថានាងនឹងបំផ្លាញបងអស់ជំរឿហើយអញ្ចឹងឯងក៏សម្រេចចិត្តបំផ្លាញខ្ញុំទៅ